ក្រាបជនពៀពេលអាំកម្ពុជាចាប់ខ្លួនជនជាតិថៃ2នាក់បន្ទាប់ពីបាញ់គ្នាដោយសេរីនៅក្នុងក្រុងប៉ោះប៉ែតកងកម្លាំងមូលដ្ឋានកងកណ្ដាប់រាជអាវុធហត្ថក្នុងក្រុងប៉ោះប៉ែតខេត្តបន្ទាយមានជ័យកាលពីយប់រំលងអាទិត្យឈានចូលថ្ងៃទី3ខែតុលាឆ្នាំ2025នេះបានប្រតិបត្តិការបង្ក្រាបករណីបាញ់បោកសេរីនិងប្រើប្រាស់អាវុធដោយខុសច្បាប់លើជនជាតិថៃ2នាក់ការខុតខ្លួននេះធ្វើឡើងនៅចំណុចទីវាលមុខបូរីស្ប៉ាហ្គាតស្ថិតនៅក្នុងភូមិព្រៃព្រឹកសង្កាត់អូជ្រៅក្រុងប៉ោះប៉ែតខេត្តបន្ទាយមានជ័យជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមានផាចារៈឡាវភូភេទប្រុសអាយុ27ឆ្នាំជនជាតិថៃជាម្ចាស់អាវុធនៅឈ្មោះឃាត់ខ្លួនរួមមានឈ្មោះច័ន្ទចារៈខៅភូភេទប្រុសអាយុ27ឆ្នាំជនជាតិថៃជាម្ចាស់អាវុធនិងឈ្មោះឡាំភូរតនកាមនីភេទប្រុសអាយុ22ឆ្នាំជាជនជាតិថៃពួកគេទាំងពីរស្នាក់នៅម្ដុំវត្តជាយដែនស្ថិតនៅក្នុងភូមិព្រៃព្រឹកសង្កាត់អូជ្រៅក្រុងប៉ោះប៉ែតខេត្តបន្ទាយមានជ័យពេលឃាត់ខ្លួនកងរាជអាវុធហត្ថបានរកឃើញនិងដកហូតវត្ថុតាងជាអាវុធខ្លីម៉ាកសឹងសៃអ៊ីពណ៌ខ្មៅលេខកូដ 66A986594 ចំនួន1ដើមបង់ចំនួន1គ្រាប់ចំនួន10គ្រាប់និងសម្បកគ្រាប់បាញ់រួចចំនួន4គ្រាប់បច្ចុប្បន្នជននេះសង្ស័យដែលជាជនជាតិថៃទាំងពីរនេះកំពុងសួរនាំនៅមូលដ្ឋានកងរាជអាវុធក្រុងប៉ោះប៉ែតដើម្បីសាកសួរសំណុំរឿងទៅតាមវិធានការច្បាប់